ពីក្មេងប្រុសដែលមេស៊ីធ្លាប់លាងទឹកឲ្យការពីនៅជាទីរក់មកជាកីឡាករវ័យក្មេងដែលកំពុងអង្រួនពិភពបាល់ទាត់ទាំងមូលនេះមិនមែនជាជោគវាសនាទេតែជាសមត្ថភាពពិតៗរបស់ Lamine Yamal រឿងរ៉ាវដ៏អស្ចារ្យនេះបានចាប់ផ្ដើមឡើងនៅថ្ងៃទី13ខែកក្កដាឆ្នាំ2007នៅទីក្រុង Esplugues de Llobregat ប្រទេសអេស្ប៉ាញទីរួមម្នាក់បានចាប់កំណើតឡើងដោយមានឈ្មោះពេញថា Lamine Yamal Nasraoui Ebana មានឪពុកជាជនជាតិម៉ារ៉ុកហើយម្ដាយជនជាតិហ្គីណេអេក្វាដ័រភាពចម្រុះនៃវប្បធម៌នេះហើយដែលបានចាក់ពុំរូបគេឲ្យមានភាពរឹងមាំតាំងពីតូចកាលពីអាយុទើបតែបានប៉ុន្មានខែមានរឿងចៃដន្យដ៏អស្ចារ្យមួយបានកើតឡើងគឺរូបគេត្រូវបានជ្រើសរើសឲ្យថតរូបក្នុងយុទ្ធនាការសប្បុរសធម៌មួយដោយមានកំពូលកីឡាករ Lionel Messi ជាអ្នកមុជទឹកឲ្យនៅក្នុងអាងមនុស្សជាច្រើននិយាយថានោះមិនមែនគ្រាន់តែជារូបថតទេតែវាគឺជាការផ្ទេរវិជ្ជមានពីកំពូលបាល់ទាត់ទៅកាន់អ្នកស្នងតំណែងយ៉ាម៉ាល់ធំនឹងក្តីឡើងនៅក្នុងសង្កាត់ក្រីក្រមួយឈ្មោះថា Roca Fonda តំបន់កោដប្រៃសណី304នៅទីនោះគ្មានទីលានស្មៅស្អាតៗទេមានតែផ្លូវថ្នល់និងដីហុយដែលជាកន្លែងយ៉ាម៉ាល់ក្រសោបលេងបាល់ជាមួយនឹងឆ្កែនិងមិត្តភ័ក្តិនៅអាយុទើបតែ7ឆ្នាំនៅឆ្នាំ2014ទេពកោសល្យដ៏ប៉ិនប្រសប់របស់យ៉ាម៉ាល់បានតាក់ទាញភ្នែកអ្នកសង្កេតការណ៍របស់ក្លឹបបាសេឡូណាយ៉ាងខ្លាំងរហូតនាំគេមកសាលាបណ្ដុះបណ្ដាលដ៏ល្បីល្បាញនៅ La Masia នៅទីនោះយ៉ាម៉ាល់បានអភិវឌ្ឍខ្លួនលឿនជាងក្មេងដទៃទាំងអស់ដោយទំលាយអាយុរហូតព្រោះកម្រិតបច្ចេកទេសជើងឆ្វេងរបស់គេគឺលើសពីធម្មជាតិហើយនៅថ្ងៃទី29ខែមេសាឆ្នាំ2023ក្រោមការដឹកនាំរបស់គ្រូបង្វឹក Xavier Hernandez កុមារាយ៉ាម៉ាល់បានបោះជំហានចូលទីលាន Camp Nou ក្នុងការប្រកួតផ្លូវការជាមួយនឹង Real Betis ក្នុងវ័យទើបតែ15ឆ្នាំនិង290ថ្ងៃតែប៉ុណ្ណោះគេបានក្លាយជាកីឡាករក្មេងបំផុតក្នុងប្រវត្តិសាស្ត្រជាងមួយសតវត្សរ៍របស់ Barcelona ដែលលេងនៅ La Liga ចាប់តាំងពីនាទីនោះមកកំណត់ត្រាជាច្រើនត្រូវបានកំទេចជាបន្តបន្ទាប់កីឡាករក្មេងបំផុតដែលរកគ្រាប់បាល់នៅ La Liga កីឡាករក្មេងបំផុតដែលអាស៊ីសនៅ Champions League ហើយនៅខែកក្កដាឆ្នាំ2024គឺជាពេលវេលាដែលឈ្មោះ Lamine Yamal ត្រូវបានគេស្រែកច្រៀងទូទាំងទ្វីបអឺរ៉ុបគេបានដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញលេងជម្រុះរហូតដល់វគ្គផ្ដាច់ព្រាត់ Euro 2024គ្រាប់សុទ្ធកោងដ៏ស្អាតប្លែកទំលាយសំណាញ់ទីរបស់ក្រុមបារាំងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់បានធ្វើឲ្យពិភពលោកស្រឡាំងកាំងមុនថ្ងៃផ្ដាច់ព្រាត់មួយថ្ងៃគេទើបតែអាយុ17ឆ្នាំហើយនៅថ្ងៃបន្ទាប់គេក៏បានលើកពានរង្វាន់ Euro 2024ព្រមទាំងឈ្នះពានរង្វាន់កីឡាករវ័យក្មេងល្អបំផុតប្រចាំការប្រកួតថែមទៀតផងចូលមកដល់បច្ចុប្បន្នយ៉ាម៉ាល់មិនមែនជាក្មេងចំណូលថ្មីទេប៉ុន្តែគេគឺជាសសរទ្រូងនិងជាម្ចាស់អាវលេខ19ដ៏មានឥទ្ធិពលរបស់ Barcelona និងអេស្ប៉ាញរាល់ពេលសុទ្ធយ៉ាម៉ាល់តែងតែធ្វើដៃលេខ304ដើម្បីរំលឹកដល់សង្កាត់ក្រីក្រ Roca Fonda ដែលគេធ្លាប់រស់នៅជាសារមួយប្រាប់តែក្មេងៗចំនួនក្រោយថាទោះអ្នកមកពីកន្លែងណាក៏អ្នកអាចជោគជ័យបានដែរជាមួយនឹងល្បឿនដ៏លឿនដោយភ្នែកបន្ទោលការញាក់បាល់បោកបញ្ឆោតកម្រិតខ្ពស់និងភាពឆ្លាតវៃលើសអាយុយ៉ាម៉ាល់ត្រូវបានគេចាត់ទុកថាជាបេក្ខភាពលេខ1ក្នុងការឈ្នះពានរង្វាន់ Ballon d'Or នាពេលអនាគត